ចឹងនេះគឺខ្ញុំសំដៅនៅជាមួយនឹងកាក់ថ្មីដែលទើបតែធ្វើការ launch នៅលើ Binance ដែលកាក់ហ្នឹងគឺជា NXPC ឬក៏ពីពេញគឺជា Nextpace ដែល Nextpace នេះវាគឺជា platform Web3 មួយដែលត្រូវបាន develop ឡើងចេញពីក្រុមហ៊ុនផលិត game ដ៏ល្បីគឺជា Nexon ហើយក៏មុននោះក៏បានផលិត game ល្បីៗដូចជា MapleStory, MMORPG អីជាដើមហើយឥឡូវនេះគឺ Nextpace ឬក៏ NXPC ហ្នឹងវាគឺជាកាក់ថ្មីដែលផ្ដោតសំខាន់ទៅលើ game MapleStory Universe បានន័យថាគេបានធ្វើការពង្រីកនៃ game MapleStory ហ្នឹងឲ្យវាកាន់តែធំហើយយក Nextpace ឬក៏ NXPC ហ្នឹងទៅធ្វើជា backbone នៅក្នុង game ហ្នឹងតែម្ដងអញ្ចឹងចំពោះ MapleStory ហ្នឹងវាគឺជាប្រភេទ game ដែលយើង play to earn បានន័យថាយើងអាចលេង game ហ្នឹងហើយគឺយើងទទួលបានលុយក៏ដូចជាទទួលបាន point នេះយើងអាចយកវាមក convert ជាមួយនឹងកាក់ crypto បានដូចជាស្ដែងតទៅជាមួយនឹង NXPC នេះវាគឺជា backbone នៅក្នុង game ហ្នឹងអញ្ចឹងបានន័យថានៅពេលដែលយើងលេង game MapleStory ហ្នឹងទៅនៅពេលដែលយើងឈ្នះ quest យើងវាយបិសាចឬក៏យើងសន្សំ coin សមឲ្យបានច្រើននៅក្នុង game ហ្នឹងគឺយើងអាចយកវាមក convert ទៅជាកាក់ crypto មែនតើហើយយើងអាចយកវាមកធ្វើការជួញដូរនៅក្នុងទីផ្សារ crypto ឬក៏អាចយកវាមកលក់យកលុយចាយពិតបាននិយាយទៅគឺវាជាលក្ខណៈ ecosystem នៅក្នុង game ហើយនឹងទាំងក្នុងវិស័យ crypto គឺគេបានធ្វើការ integrate វាចូលគ្នាតែម្ដងហើយក៏បាន develop វាទៅជា Web3 platform តែម្ដង market cap របស់វាគឺមានចំនួន$395 លានអូខេអញ្ចឹងចំពោះការនេះត្រូវបាន online នៅក្នុង Binance រួចទៅហើយការនេះនៅពេលដែលវាចេញដំបូងមកគឺវាមានតម្លៃដូចជា$1ជាងហើយវាក៏ត្រូវបានឡើងរហូតដល់ទៅ$3ជាងហើយវាក៏ត្រូវបានធ្លាក់មកត្រឹម$2ជាងវិញអញ្ចឹងគឺតម្លៃវារៀងថ្លៃគួរសមដែរអញ្ចឹងបើសិនជាអ្នកគ្នាចង់ធ្វើការវីដេអូឬក៏ចង់ធ្វើការ invest ទៅលើកាក់ហ្នឹងអ្នកគ្នាអាចធ្វើការស្រាវជ្រាវបន្ថែមបានទៅជាមួយនឹង potential កាក់ឯហ្នឹងអូខេអញ្ចឹងយើងបន្តទៅកាន់ព័ត៌មាន crypto របស់យើងគឺកាលពីថ្ងៃទី12កន្លងទៅហ្នឹងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសចិនបានធ្វើការព្រមព្រៀងគ្នាដោយធ្វើការកាត់បន្ថយពន្ធជាមួយគ្នាទៅវិញទៅមករយៈពេល90ថ្ងៃបន្ទាប់ហើយសហរដ្ឋអាមេរិកបានធ្វើការកាត់បន្ថយពន្ធពីប្រទេសចិនពី145%មកនៅត្រឹម30%ហើយចំពោះប្រទេសចិនក៏បានធ្វើការកាត់បន្ថយពន្ធពីការនាំចូលពីសហរដ្ឋអាមេរិកពី125%មកសល់នៅត្រឹម10%ផងដែរហើយនៅមួយទៀតគឺតទៅជាមួយនឹងច្បាប់ពន្ធថ្មីដែលគណៈបក្សសាធារណរដ្ឋហ្នឹងគឺបានធ្វើការស្នើសុំដែលធ្វើឲ្យកម្រិតបំណុលចិត្តរបស់សហរដ្ឋអាមេរិកគឺកើនឡើងបន្ថែម$4 trillionហើយក៏បានធ្វើឲ្យបំណុលសរុបហ្នឹងគឺលើស$40 trillion ទៅទៀតហើយនឹងលោក Michael Saylor គឺក៏បាននិយាយថា Coinbase គឺត្រូវបានបញ្ចូលទៅកាន់ S&P 500ហើយ Coinbase ក៏ជាក្រុមហ៊ុន crypto ដំបូងគេផងដែរដែលបានចូលរួមជាមួយនឹង S&P 500ហើយនឹងតទៅជាមួយនឹងទីក្រុង New York នេះវិញដោយអភិបាលក្រុង New York ក៏បានអះអាងថាគាត់នឹងធ្វើឲ្យទីក្រុង New York ហ្នឹងក្លាយទៅជារដ្ឋធានី crypto របស់ពិភពលោកតែម្ដងហើយនឹងមួយទៀតគឺតទៅជាមួយនឹង Dubai Finance បានចុះហត្ថលេខាទៅលើ MOU ជាមួយនឹង crypto.com ដើម្បីបើកឲ្យមានការប្រើប្រាស់ cryptocurrency ក្នុងការទូទាត់ថ្លៃសេវារដ្ឋាភិបាលផងដែរហើយនឹងតទៅជាមួយនឹង Meta Planet ក៏បានធ្វើការចេញបានចំនួន$15 លានដើម្បីធ្វើការទិញជាមួយនឹង Bitcoin បន្ថែមផងដែរហើយនឹងមួយទៀតតទៅជាមួយនឹង XRP បានធ្វើការនាំមុខគេនៅប្រទេសកូរ៉េខាងត្បូងជាមួយនឹង Retail Trading Volume ដែលមានចំនួន$1.2 លានដែលវាដាច់ជាមួយនឹង Bitcoin ហើយនឹង Ethereum ទៅទៀតហើយនឹងមួយទៀតគឺតទៅជាមួយនឹង Security ហើយនឹង Van ECK បានធ្វើការ launch ជាមួយនឹង RWA tokenization នៅលើ BNB Chain ហើយតទៅជាមួយនឹងប្រទេសថៃនៅវិញក្រុងនឹងដាក់ launch ជាមួយនឹង token វិនិយោគ digital ចំនួន$150 លានដែលត្រូវបានគេស្គាល់ថាជា G token នៅក្នុងរយៈពេល2ខែខាងមុខទៀតហើយចំពោះប៉ែកកូរ៉េខាងត្បូងនៅវិញបេក្ខជនធានាថាប្តីធំៗទាំង3រូបរបស់កូរ៉េខាងត្បូងហ្នឹងគឺបានធ្វើការគាំទ្រជាមួយនឹង BTC ETS យ៉ាងពេញទំហឹងតែម្ដងនឹងការវិនិយោគតាមស្ថាប័នផងដែរហើយបើយើងក៏លេចទៅមើលខាងប៉ៃរុស្ស៊ីនៅវិញធនាគារកណ្ដាលរបស់រុស្ស៊ីហ្នឹងបានចេញរបាយការណ៍មួយដែលបង្ហាញថា Bitcoin គឺជាទ្រព្យសកម្មដែលរកផលចំណេញច្រើនជាងគេបំផុតសម្រាប់ឆ្នាំ2025អូខេយើងទៅជាមួយនឹងព័ត៌មាន crypto របស់យើងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេបើសិនជាមានអ្វីទៅការ update បន្តទៀតខ្ញុំនឹងធ្វើការ update ជួយទៅកាន់អ្នកគ្នាបន្តទៅមុខទៀតផងដែរអញ្ចឹងយើងគ្នាទៀតនៅវីដេអូក្រោយជាមួយនឹងព័ត៌មានថ្មីបន្តទៀត